នៅពេលដែលយើងទៅនរណាម្នាក់ឲ្យទូរស័ព្ទគាត់រវល់រហូតយកអើពីម៉ាងឯងចាន់សៀនថាតសូជីចាន់សៀនជាចុងក្រោយខ្ញុំចង់ណែនាំសភៅមួយក្បាលដល់អ្នកនរគ្នាសភៅនោះមានឈ្មោះថា Business Chinese ចំនួនទី2សភៅនេះផងដែរបង្កើតឡើងតាំងពីឆ្នាំ2002 15ឆ្នាំក្រោយមកគេអាប់ដេតឲ្យមានសភៅចំនួនទី2ជាទូទៅសភៅដែលមានការអាប់ដេតពីមួយចំនួនទៅមួយចំនួនគឺជាសភៅដែលទទួលបានការគ្រប់គ្រងខ្លាំងសភៅនេះសរុបទាំងអស់មានចំនួន186ទំព័រ cover 15មេរៀនហើយក្នុងមេរៀននីមួយៗនឹងមានសន្ទនាមួយនិងអត្ថបទមួយសន្ទនានីមួយៗខ្លីៗតែខ្លឹមហើយច្បាស់ចំណែកអត្ថបទវិញគឺគេបង្វែររូបភាពពីសន្ទនាមកជាអត្ថបទដើម្បីឲ្យយើងកាន់តែងាយយល់ទៅលើ keyword នីមួយៗនៅក្នុងមេរៀនហ្នឹងហើយ keyword នីមួយៗហ្នឹងមានភ្ជាប់ជាមួយនឹងឧទាហរណ៍បន្ថែមទៀតគួរបញ្ជាក់ផងដែរថាសភៅនេះគឺផ្ដោតទាំងស្រុងទៅលើបរិបទការងារសភៅនេះត្រូវជាមួយនឹងបុគ្គល3ប្រភេទទី1គឺសិស្សនិស្សិតដែលគាត់ចេះភាសាចិនខ្លះៗហើយគាត់មានបំណងរៀនត្រៀមដើម្បីចូលទៅក្នុងវិស័យការងារក្រោយពេលដែលគាត់បញ្ចប់ការសិក្សាប្រភេទទី2គឺបុគ្គលិកដែលកំពុងតែបម្រើការងារនៅតាមស្ថាប័ននានាដែលគាត់មានតម្រូវការប្រើប្រាស់ភាសាចិនដើម្បីទំនាក់ទំនងប្រភេទទី3គឺគ្រូបង្រៀនគ្រូគាត់អាចស្វ័យសិក្សាទៅលើសភៅមួយក្បាលនេះបានដោយអាប់ក្រេតខ្លួនឯងពីការប្រើប្រាស់ភាសាធម្មតាទៅភាសាបច្ចេកទេសឬមួយក៏យើងអាចយកសភៅនេះទៅបង្រៀនសិស្សផ្សេងទៀតក៏បានដែរសភៅនេះផងដែរក៏មានអូយោសម្រាប់ស្ដាប់ការបញ្ចេញសម្លេងរបស់ជនជាតិចិនផងដែរសម្រាប់បុគ្គលដែលមានតម្រូវការអាចស្វែងរកសភៅនេះបាននៅហាង Seven Cave ដែលមានទីតាំងនៅជិតអូឡ িম্প ពិកឬមួយក៏អាចតាក់ទងខ្ញុំផ្ទាល់ក៏បានដែរអរគុណ